Max បានណែនាំស្នេហាដំបូងរបស់គាត់គឺ Jessica ទៅកាន់អាណាដោយរំពឹងថាអាណានឹងច្រណែនដូចដែលនាងតែងតែធ្វើប៉ុន្តែមិននឹកស្មានដល់នាងបានស្វាគមន៍ Jessica ជាមុនសិន Anna បានស្រឡាញ់គាត់អស់រយៈពេល5ឆ្នាំហើយបានសារភាពប្រាប់គាត់299ដងដោយគ្មានករណីលើកលែងបរាជ័យរាល់ពេលយ៉ាងណាក៏ដោយនាងមិនដែលបោះបង់ចោលឡើយរហូតដល់ពេលមួយព្រោះ Jessica បានវិលត្រឡប់ទៅប្រទេសវិញទាំងពីរនាក់ពួកគេបានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយ Max តាមរយៈ Anna នៅក្នុងចំណតរថយន្តដែលបណ្ដាលឲ្យនាងជួបគ្រោះថ្នាក់ចរាចរណ៍តើអ្វីដែលមិននឹកស្មានដល់ជាងនេះទៅទៀតនោះគឺនៅពេលដែល Anna ភ្ញាក់ពីដំណេកនាងនឹកឃើញដល់មនុស្សគ្រប់គ្នាលើកលែងតែ Max ជាមួយនឹងការពន្យល់ពីទីបំផុត Kelly ដែលជាប្អូនស្រីរបស់ Max បានដឹងហើយថាក្នុងរយៈពេល3ឆ្នាំកន្លងមកនេះនាងមានស្រឡាញ់គាត់តាមរបៀបដ៏រាបទាបនិងគួរឲ្យអាណិតបែបនេះនៅក្នុងនោះពេលដែលនាងមានអារម្មណ៍ថាចាញ់ការចងចាំនៃស្នេហានេះប្រហែលជាមិនមែនជារឿងអាក្រក់តតែសោះដូច្នេះនៅពេលដែលនាងត្រឡប់ទៅមន្ទីរពេទ្យនាងបានលុបអ្វីទាំងអស់ចេញរូបថតរបស់ Max ពីទូរស័ព្ទរបស់នាងដោយគ្មានស្ទាក់ស្ទើរភ្លាមបន្ទាប់ពីនាងនិយាយចប់ម្ដាយរបស់នាងបានហៅនាងអាណាបានរៀនថាឪពុកម្ដាយរបស់នាងមានគម្រោងលុបចោលការភ្ជាប់ពាក្យរបស់នាងជាមួយដានីយ៉ែលដើម្បីជៀសវាងធ្វើឲ្យអ្វីពិបាកសម្រាប់ពួកគេនាងបាននិយាយថាប្រសិនបើដានីយ៉ែលនៅតែនៅសុខចិត្តរៀបការជាមួយនាងនឹងយល់ព្រមអាពាហ៍ពិពាហ៍ឪពុកម្ដាយរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមានការងឿងឆ្ងល់អំពីរបៀបដែលក្មេងស្រីដែលធ្លាប់ស្រឡាញ់ Max សេចក្ដីស្លាប់អាចយល់ព្រមរៀបការភ្លាមអ្នកផ្សេងពេលពួកគេអាណានិយាយនាងលែងចូលចិត្ត Max ទៀតហើយថានាងពួកគេមានអារម្មណ៍ថានឹងមិនដែលចូលចិត្តគាត់ម្ដងទៀតទេធូរចិត្តយ៉ាងខ្លាំងប៉ុន្តែពេលដែលអាណានិយាយចប់កំពុងនិយាយ Max ខាភៀតនៅក្នុងច្រកកោបៀងមន្ទីរពេទ្យហើយដើរត្រង់ឆ្ពោះទៅរកនាងចាប់ប្រកាន់នាងថាបានតាមដានគាត់ជាថ្មីម្ដងទៀតអាណាគ្រាន់តែនិយាយថានាងនៅក្នុងមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយបានគ្មានចិត្តណាតាមដានឬកំពុងយាយីគាត់ Max ហៀបនឹងឆ្លោះប្រកែកគ្នាពេលដែល Jessica ប្រញាប់ប្រញ័រមកក្បែរគាត់ណែនាំខ្លួននាងឲ្យស្គាល់អាណាបានឆ្លើយតបដោយរីករាយដោយសុភាពរៀបសារនិងស្ងប់ស្ងាត់បន្ទាប់មកបានដើរតាមគីលានុបដ្ឋាយិកាត្រឡប់ទៅបន្ទប់វិញដោយគិតអំពីអាកប្បកិរិយារបស់ Anna Yusnel Max មានអារម្មណ៍មានអ្វីមួយខុសប្រក្រតីព្រោះពីមុនរាល់ពេលដែលអាណាឃើញគាត់នាងតែងតែតោងជាប់ជានិច្ចដល់គាត់ដោយគ្មានទីបញ្ចប់ក្រោយមកនៅពេលដែលអាណា Jessica បានដើរចេញពីបន្ទប់របស់នាងហើយបានរារាំងនាងនៅក្នុងសាលធំដូច្នេះអាណាគ្មានជម្រើសទេប៉ុន្តែត្រូវអង្គុយចុះហើយនិយាយគ្នាប៉ុន្តែរបស់ Jessica សំណួរដំបូងគឺអ្នកណាធ្លាប់ទៅផ្ទះរបស់ Max ចំហៀងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះអាណាមិនបានលាក់ខ្លួនទេអ្វីក៏ដោយហើយទទួលស្គាល់ថាវាជារបស់នាង Jessica មិនជឿតតែសោះពីព្រោះនៅក្នុង Angus ភ្នែកនាងមិនបានឃើញតម្រុយអ្វីទេសេចក្តីស្រឡាញ់នាងមិនដឹងថាវាជាពីព្រោះអាណាបានបាត់បង់ការចងចាំរបស់នាងបន្ទាប់មកនាងបានសួរថាតើ Max មិនដែលនិយាយអំពីនាងទេក្នុងអំឡុងពេលនោះអាណាញឹមហើយនិយាយថាចាប់តាំងពី Max នៅ live អស់រយៈពេលជាច្រើនឆ្នាំមកគាត់ច្បាស់ជាមានតែ Jessica នៅក្នុងចិត្តរបស់គាត់នៅពេលនោះបុគ្គលិកពេទ្យបានប្រញាប់ប្រញាល់បុរសម្នាក់កាន់អ្នកជំងឺនៅលើទេសរុញកំពុងមើល Jessica ឈរនៅចំកណ្ដាលសាលធំអាណាទីងភ្លាមនាងចូលទៅក្នុងជ្រុងមួយដែលរារាំងនាងពីរកំពុងរងរបួសហើយ Martha ក៏បានមកដល់ភ្លាមឃើញ Jessica អង្គុយលើដីគាត់បានរុញអាណាទៅម្ខាងដោយគ្មានស្ទាក់ស្ទើរដោយសន្មតថានាងកំពុងធ្វើបាប Jessica ប៉ុន្តែ Jessica មិនបានសម្អាតរឿងនោះទេឡើងជំនួសឲ្យការធ្វើពុតជានិយាយសូមអបអរសាទរនឹងដោយក្តីមេត្តាករុណារបស់ Max ខឹងសម្បាយ៉ាងខ្លាំងបានរុញ Anna ទៅឲ្យដួលម្ដងទៀតបន្ទាប់មកបានចាក់ចេញជាមួយ Jessica នៅពេលដែល Anna ភ្ញាក់ពីដំណេកម្ដងទៀតនាងកំពុងដេកលក់ទៅហើយក្រែមន្ទីរពេទ្យដែលមាន Kelly អង្គុយក្បែរនាងកំពុងមើលថែនាងអាណាបានប្រាប់នាងថាបន្ទាប់ពីអ្វីដែលទើបតែកើតឡើងនាងទីបំផុតយល់ពីភាពត្រជាក់របស់ Max ទាំងស្រុងនឹងមានអារម្មណ៍ដឹងគុណម្ដងទៀតថានាងបានបាត់បង់នាង Emory ឃើញនេះ Kelly លែងទូចថានាងខ្លាយជាប្អូនថ្លៃស្រីរបស់នាង10ថ្ងៃក្រោយមក Kelly បានដឹងថាអាណានឹងចាក់ចេញដើម្បីនិយាយលាហើយនាងបានសុំអាណាដើរលេងជាមួយជាលើកចុងក្រោយរបស់នាងប៉ុន្តែនៅពេលដែលពួកគេរុញច្រានបើកទ្វារបន្ទប់ឯកជនពួកគេបានឃើញ Max និង Jessica នៅខាងក្នុងដោយមិននឹកស្មានដល់អាណាដោយដឹងថានាងនឹងចាក់ចេញឆាប់នេះមិនបានខ្វល់ថាពួកគេនៅទីនោះនាងអង្គុយចុះហើយបាននិយាយលេងជាមួយមិត្តភ័ក្តិរបស់នាងថែមទាំងបានជូនពរនាងឲ្យអបអរសាទរមុននេះទៀតផងនៅថ្ងៃរៀបការរបស់នាងបន្ទាប់មក Max បានដឹងថាអាណានឹងចាក់ចេញឆាប់នេះដើម្បីរៀបការជាមួយនរណាម្នាក់ផ្សេងទៀតគាត់មានអារម្មណ៍មិនស្រួលភ្លាមប៉ុន្តែអាណាមិនខ្វល់តតែសោះហើយថែមទាំងបន្តទៀតផងលេង Truffle Dare ជាមួយមិត្តភ័ក្តិរបស់នាងនៅពេលដល់វេននាងឆ្លើយការពិតហើយសំណួរនាងមិនបានជៀសវាងអារម្មណ៍ទេប្រធានបទតតែសោះនាងមិនខ្មាស់អៀនអំពីវាទេ Max ដែលស្ដាប់នៅម្ខាងមិនអាចទ្រាំទ្របានវាទៀតហើយគាត់បាននិយាយដោយត្រង់ថា Angus លើកនេះសកម្មភាពគួរឲ្យជឿជាក់ពេកដល់ចំណុចដែលគាត់ស្ទើរតែជឿវាដូច្នេះគាត់បានបញ្ជាក់ម្ដងទៀតថាគ្មានអ្វីរវាងគាត់និងអាណាទេហើយវាទាំងអស់គ្រាន់តែជាបំណងប្រាថ្នាឯកតោភាគីរបស់នាងពីរចាប់ពីដើមដល់ចប់បន្ទាប់ពីនិយាយដូច្នោះគាត់បានចាក់ចេញជាមួយ Jessica ប៉ុន្តែ Anna គ្មានប្រតិកម្មចំពោះពាក្យរបស់គាត់ហើយបន្ទាប់មកនៅថ្ងៃដែលនាងដាក់ពាក្យលាលែងពីតំណែងនៅក្រុមហ៊ុនកំពុងរៀបចំខ្លួនដើម្បីត្រឡប់ទៅផ្ទះវិញបន្ទាប់ពីដាក់ស្នើវាហើយនាងបានទៅបន្ទប់ទឹកដើម្បីលាងសម្អាត Jessica បានមករកនាងដោយឃើញថា Anna មិនខ្វល់ពីនាងការញុះញង់បានវាដាច់មកនាងបានប្រមាថ Kelly ថាជាមនុស្សល្ងងដែរគឺជាហេតុផលតែមួយគត់ដែលអាណាអាចស្នាក់នៅបាននៅចិត្ត Max អញមិនអាចទ្រាំទ្រនឹងនាងបានទេជិតប្រមាថមិត្តភ័ក្តិរបស់នាងដូច្នេះនាងបានតែកំភ្លៀងនាងឆ្លងកាត់មុខ Jessica ហៀបនឹងចាប់ពេងមួយពីអាំងលាងចានដើម្បីវីបកវិញប៉ុន្តែអាណាបានរុញនាងទៅជ្រុងមួយ
នៅពេលនោះម៉ាក់ស្រាប់តែលេចមុខមកពេលឃើញទិដ្ឋភាពនៅចំពោះមុខគាត់ក៏ភ្លាមនោះបានចោទប្រកាន់អាណាថាមានចិត្តតូចតាចម្ដងទៀតអាណាមិនចង់ជាប់ពាក់ព័ន្ធទេជាមួយពួកគេទៀតហើយនាងចាប់នាងអេវ៉ាន់ហើយបានធ្វើដំណើរត្រង់ទៅអាកាសយានដ្ឋានទុកអ្វីគ្រប់យ៉ាងនៅទីនេះនៅពីក្រោយជារៀងរហូតប៉ុន្តែ Kelly នៅតែចង់រក្សានាងដូច្នេះនាងបានហៅ Max ប៉ុន្តែនៅពេលដែល Max បានรู้ថាអាណាកំពុងចាក់ចេញគាត់គិតវាគឺជាការលេងសើចមួយទៀតរបស់នាងហើយត្រូវបានព្យួររកក្រោកឡើងភ្លាមគាត់មិនដឹងអ្វីទាំងអស់លើកនេះអាណាពិតជាបានចាក់ចេញពីគាត់មែន